រួមភេទប្រហែលថ្ងៃទៅដឹងថាឆ្លងជំងឺកាមរោគចាអូខេចម្លើយវាអត់សម្គាល់ក្នុងការកំណត់រយៈពេលណាមួយជាក់លាក់ទេក្រោយពេលរួមភេទហើយមានការឆ្លងជំងឺកាមរោគវាអាស្រ័យទៅលើរាងកាយសុខភាពបងប្អូនម្នាក់ៗដោយបងប្អូនស្ត្រីខ្លះក្រោយរួមភេទហើយចន្លោះពី1សប្តាហ៍ឬក៏2ខែឬក៏1ខែចាប់ផ្ដើមមានការធ្លាក់សចាប់ផ្ដើមមានការរមាស់ចាឬក៏ហូរមកដូចទឹករញ៉ៃធុំក្លិនឆ្អែបធុំក្លិនស្អុយឬក៏មានការរមាស់ឡើងផ្សារឡើងក្តៅក្រហល់កាហាយរលាកទៅនឹងទ្វារមាសក្រោយរួមភេទហើយចេះតែមានធុំក្លិនឲ្យតែរៀងរាល់ក្រោយរួមភេទហើយចេះតែមានការឈឺក្តៅក្រហល់កាហាយទាំងអស់នេះវាបញ្ជាក់ថាបងប្អូនកំពុងតែមានការឆ្លងជំងឺពីដៃគូចាហើយអាការៈវិញណាបងប្អូនអ្នកគ្រូសូមនិយាយទៅលើជំងឺកាមរោគសេកមាន់ព្រោះឥឡូវហ្នឹងផ្ទុះជំងឺសេកមាន់ច្រើនហើយបងប្អូនខ្លះកើតមានហើយអត់ដឹងតែខ្លួនឯងកើតទេដោយសារបងប្អូនស្ត្រីខ្លះគឺរាងកាយអង្គគាត់ប្រព័ន្ធភាពស៊ាំគាត់ល្អគាត់ងាយចេញអាការៈទេអាចឈានដល់6ខែទៅដឹងអាការៈហើយតម្រាំតែដឹងអាការៈហ្នឹងគឺมันមានជាការធ្លាក់សអ្វីទាំងអស់អាចនឹងមានការឡើងកទួលយកតែម្ដងហើយចំណែកបងប្អូនស្ត្រីខ្លះទៀតគឺគាត់គិតថាមកពីញ៉ាំចំណីអាហារខុសឲ្យតែញ៉ាំចំណីចេះតែលមាស់ហើយអេសឡើងកទួលស្ញាច់ដូចខ្លាចក្រូចជាដើមអាហ្នឹងក៏ជាជំងឺកាមរោគដែរបងប្អូនមិនមែនមកពីចំណីអាហារទេប៉ុន្តែដោយសារតែបងប្អូនញ៉ាំចំណីនេះទៅវាចាប់ផ្ដើមដឹងអាការៈឆាប់លឿនណាបងប្អូនចាំតាមសង្កេតនៅពេលដែលសរីរាង្គអង្គតកយើងរៀងខ្សោយបន្តិចទោះមិនញ៉ាំចំណីអាហារខុសក៏ឆាប់ចេញអាការៈដែរហើយអញ្ចឹងណាអ្នកគ្រូចង់ផ្ដាំទៅបងប្អូនស្រីហ្មងជាពិសេសព្រោះជំងឺនេះកើតមានខ្លាំងគឺចំពោះស្ត្រី